បាទជាសួរពុកម៉ែបងប្អូនបាទថ្ងៃនេះតដំមកឆ្លើយខមមិននឹងបងប្រុសម្នាក់ដែលគាត់សួរថាឲ្យតដំហ្នឹងរៀបរាប់ឬក៏បង្រៀនពីរបៀបបាទថែកូនមន់ពីទៅញាស់បាទទៅញាស់ចេញពីទូយកចេញពីទូហ្នឹងបាទយកទៅថែបាទរហូតដល់អាយុ5ថ្ងៃ7ថ្ងៃអីចឹងបងប្អូនបាទហ្នឹងហើយចឹងតដំឆ្លើយណាបាទហ្នឹងហើយហើយនេះកូនមន់សេម៉ានីបាទអាពួករោមជុលនេះមិនងាយទេបងប្អូនញាស់ហើយក៏នៅតែងាប់ដែរបងប្អូនបាទវាទូចមែនតើបាទនេះអឺបើមន់ស្រែវាមើលបាទញាស់មកប៉ុណ្ណាណៃដល់រោមជុលទូចមួយបងប្អូនបាទស្វិតកជីវហើយចឹងថែវារំរស់វាវេទនាជាងគេអាពួកហ្នឹងណាបាទហើយភ្ញាស់ក៏ពិបាកដែរបងប្អូនរោមជុលហ្នឹងបាទហើយពីមុនថ្លៃរោមជុលហ្នឹងបងប្អូនណាបាទហ្នឹងហើយឥឡូវទៅដល់បានពូជបដាហើយបាទអូខេបាទអញ្ចឹងចូលពីបទរបស់យើងហើយអញ្ចឹងយើងយកកូនមន់ហ្នឹងដកចេញពីទូមកបាទហើយបន្ទាប់មកយើងយកវាទៅដាក់នឹងទូកដៅបងប្អូនណាបាទទូកដៅហ្នឹងគឺយើងរៀបចំប្រព័ន្ធពូលអូតូស្វ័យប្រវត្តិទៅបាទងាយគ្រប់គ្រងកដៅបងប្អូនបាទហើយបើយើងអត់មានទេយើងអាសាមើលវាបាទខែក្តៅអីយើងមិនបាច់ដាក់ទេអំពូលបាទហើយខែតិចយប់ឡើងបានយើងដាក់អំពូលនឹងទៅណាបាទហើយដាក់យើងមើលដែរបើសិនជាកដៅនឹងអត់គ្រប់វាកូនមន់វាផ្ដុំគ្នាអញ្ចឹងណាបាទបើមិនសិនជាគ្រប់កូនមន់ហ្នឹងវានៅឆ្ងាយពីគ្នាបែកចេញពីគ្នាអញ្ចឹងយើងពិនិត្យមើលតាមនឹងទៀតបងប្អូនណាកដៅហ្នឹងបាទហើយទឹកបាទទឹកថ្នាំនេះគឺមានថាទឹកដែលយើងដាក់ផឹកយើងគួរតែប្រើអាម៉ុកហើយនឹងប៉ារ៉ាបងប្អូនណាបាទព្រោះមន់ទឹកញាស់អញ្ចឹងវាមានហៅថាផ្សិតវាធំណាបងប្អូនបាទហើយអញ្ចឹងយកការផ្សះបាទអញ្ចឹងយើងប្រើអាម៉ុកប៉ារ៉ាទៅហើយបើយើងប្រើមួយទៀតក៏បានដែរព្រោះថ្នាំឥឡូវទំនើបបាទអាម៉ុកកូលីអីចឹងនៅក្នុងអាម៉ុកកូលីនោះវាមានអាម៉ុកផងមានប៉ារ៉ាផងមានកូលីស្ទីនផងអញ្ចឹងល្អអាហ្នឹងល្អពីមាន3មុខបងប្អូនបាទនឹងផ្ដាសាយរៀកក្តៅខ្លួនអីហ្នឹងគឺត្រូវបាទត្រូវទាំងអស់បាទហើយអញ្ចឹងស្រាច់តែយើងទេបងប្អូនជំរើសមួយណាក៏បានដែរណាបាទហើយយើងដាក់ឲ្យផឹក3ថ្ងៃជាប់គ្នាណាហើយកម្រិតប្រើគឺ1 cc សំទោសបាទ1ក្រាមបាទលព្រាកាហ្វេហ្នឹងអាក្រាមទូចហ្នឹងបាទ1ក្រាមយើងប្រើទឹក1លីត្រណាបងប្អូនបាទហើយឲ្យវាផឹក3ថ្ងៃទៅដើម្បីផ្សះវាបាទបន្ទាប់មកគ្រប់3ថ្ងៃហើយចាំយើងធ្វើវ៉ាក់សាំងញូកាបងប្អូនណាហើយចំណីអាកូនមន់នេះយើងត្រូវប្រើចំណីកូនមន់ដែលមានប្រូតេអ៊ីន21%បងប្អូនណាមើលនៅលើការ៉ុងឬក៏សួរគេទៅបាទចំណីកូនមន់សាច់ដែលមានប្រូតេអ៊ីន21%ហើយមួយការ៉ុងវាក្បែរ70000អីហ្នឹងឯងបងប្អូនណាបាទហើយបងប្អូនយកមកបុកវាឲ្យម៉ត់ថែមតិចទៅដោយសារកូនមន់ទៅវិញញាស់វាពិបាកស៊ីបាទវាចឹកអាសន្លៃក្របពេញធំអត់កើតអញ្ចឹងបងប្អូនបុកជាមួយបន្ថែមតិចទៅដើម្បីវាងាយបានងាយចឹកងាយស៊ីអញ្ចឹងណាបងប្អូនបាទព្រោះវាទៅវិញញាស់វានៅតូចបាទអញ្ចឹងតោះយើងថែតិចបងប្អូនណាបាទហើយយប់ឡើងបើសិនយើងបាំងប៉ុណ្ណេះអំពូលប៉ុណ្ណេះយប់ឡើងយើងមិនបាច់គ្របឲ្យថែមទេបងប្អូនណាបាទ